បាទថ្ងៃនេះយើងមកសិក្សាពាក្យ gate ម្ដងបាទពាក្យ gate ពាក្យ gate ហ្នឹងគឺ gate ហ្នឹងគឺទទួលបានទិញបានពាក្យ gate បកប្រែបានច្រើនវិធីទៀតដោយពាក្យ talk ដែលយើងរៀនពីពាក្យ take ដែលយើងរៀនពីវីដេអូមុនអញ្ចឹងបាទអញ្ចឹងយើងមកសិក្សាថាពាក្យ gate ប្រែបានមិនខ្លះអញ្ចឹងយើងនឹងសិក្សាពីមួយវីដេអូទៅមួយវីដេអូទាំងអស់គ្នាបាទពាក្យ gate នៅក្នុងទីនេះគឺយើងសិក្សាប្រែថាទទួលទិញបានបាទmean to take buy or receive បាទអញ្ចឹង I get a letter from my friend I get a letter from my friend បាទពាក្យនេះ letter ហ្នឹងជាទូទៅសៀងខ្មែរបើសៀងអង់គ្លេសគេអាន letter I get a letter from my friend I get a letter from my friend បាទប្រែថាខ្ញុំទទួលបានសម្បត្តិពីមិត្តភ័ក្តិរបស់ខ្ញុំបាទ get ក្នុងទីនេះគឺប្រែថាទទួលបានបាទអញ្ចឹងបងប្អូនអ្នកសិក្សាអានទាំងអស់គ្នាបាទ I get a letter from my friend បាទអញ្ចឹងប្រែថាខ្ញុំទទួលបានសម្បត្តិពីមិត្តភ័ក្តិរបស់ខ្ញុំអញ្ចឹងសូមអ្នកសិក្សាទាំងអស់បាទអានដោយខ្លួនឯងម្ដងបាទសូមអានម្ដងទៀតបាទ good បាទ I get a letter from my friend ខ្ញុំទទួលបានសម្បត្តិពីមិត្តភ័ក្តិរបស់ខ្ញុំបាទតើបាទយើងទៅបន្តទៀតបាទពាក្យ get along with បាទពាក្យ get along with ហ្នឹងគឺប្រែថាចុះសម្រុងជាមួយនរណាម្នាក់បាទ get along with ចាអញ្ចឹងយើងអានទាំងអស់គ្នា I get along with my co-workers បាទ I get along with my co-workers បាទអញ្ចឹងប្រែថាខ្ញុំចុះសម្រុងគ្នាបានល្អជាមួយមិត្តរួមការងាររបស់មិត្តរួមការងារបាទអញ្ចឹងយើងអានម្ដងទៀត I get along with my co-workers បាទ I get along with my co-worker បាទអញ្ចឹងយើងអានថា I get along with my co-workers ខ្ញុំចុះសម្រុងគ្នាបានល្អជាមួយមិត្តរួមការងារបាទអញ្ចឹងសូមសិស្សានុសិស្សអានទាំងអស់គ្នាបាទល្អណាស់បាទ I get along with my co-workers ខ្ញុំចុះសម្រុងគ្នាបានល្អជាមួយនឹងមិត្តភ័ក្តិរួមការងារបាទអាហ្នឹងពាក្យ get ហ្នឹងគឺយើងបានប្រែបានពីវិធីហើយបាទអញ្ចឹងចាំយើងសិក្សានៅវីដេអូបន្តទៀតនៅពាក្យ get បន្តទៀតបាទវីដេអូនេះសូមអរគុណសូមជម្រាបលាបាទ